ហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតបាបចាស់បុណ្យថ្មីតាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់បានសាងបាបកម្មខ្លះពីអតីតជាតិមកកាលណាដល់ពេលដែលសមគួរបាបចាស់នឹងឲ្យផលអ្នកក៏ជួបរឿងមិនល្អជួបប្រទះនៅបញ្ហាឬមុខរបរត្រូវខាតបង់ទៅកម្មប្រៀបបានដូចជាស្រមោលអន្ទូលតាមប្រាណតែងជាប់តាមបុគ្គលអ្នកប្រព្រឹត្តនោះទៅក្នុងជាតិកំណើតតទៅទោះបីខំរត់ទៅណាក៏មិនអាចរត់ផុតពីកម្លាំងកម្មដែរសូម្បីតែព្រះពុទ្ធក៏មានបាបតាមឲ្យផលដែរអ្នកធ្លាប់បៀតបៀនជីវិតគេពីអតីតជាតិមកកើតមកក្នុងជាតិនេះក៏សម្បូរជំងឺហើយអាយុមិនវែងទេអ្នកធ្លាប់កឹបកេងទ្រព្យគេនាំឲ្យរកស៊ីមិនឡើងឬខាតលងចុងឬត្រូវបាត់បង់ភ្លើងឆេះ
ទឹកលិចទៅចំណែកអ្នកដែលចូលចិត្តចរណែននិន្ទាអ្នកដតីកើតមកជាតិណាច្រើនមានគេស្អប់ទៅណាមកណាខ្សត់មិត្តសម្បូរសត្រូវរីឯអ្នកចូលចិត្តខឹងមួម៉ៅច្រើនកើតមកមានរូបមិនស្អាតមុខមិនស្រស់ដូចគេតែគួរចងចាំថារឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងផលកម្មចាស់គ្មានអ្នកណារត់គេចបានទេតែអ្នកអាចសាងកម្មថ្មីកម្មល្អដែលនាំឲ្យជីវិតបានប្រសើរឡើងវិញជោគវាសនាជីវិតអ្នកមិនពឹងផ្អែកទាំងស្រុងទៅលើកម្មចាស់ទេតែកម្មថ្មីកម្មបច្ចុប្បន្នមានឥទ្ធិពលខ្លាំងលើខ្សែជីវិតអ្នកបើអ្នកជួបរឿងមិនល្អចាត់ទុកថាជាផលនៃកម្មចាស់ទៅចុះខំប្រឹងដោះស្រាយហើយបើដោះហើយងើបឡើងដើរទៅមុខទៀតសូមកុំស្ពាយផលកម្មចាស់នោះតាមខ្លួនយូរពេកធ្ងន់ណាស់បើវាឲ្យផលម្ដងហើយឲ្យវាកន្លងផុតទៅបើអ្នកមួម៉ៅនឹងវានឹងឧស្សាហ៍មករកអ្នកវិញមិនខានជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្ល៉េះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែងមានបញ្ហាអីចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទន់ជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទន់ជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេក
មិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខានចាប់ផ្ដើមសារជាថ្មីទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតសូមកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តអីដរាបណានៅមានដង្ហើមអ្វីក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរអតីតកាលបានកន្លងផុតទៅហើយបើស្ដាយក្រោយក៏កែអ្វីមិនបានដែរកុំខ្មាស់កុំអៀនអីហ៊ានទទួលស្គាល់ការពិតរួចបន្តដំណើរទៅមុខទៀតទឹកភ្នែកថ្ងៃនេះបានលាងកែវភ្នែកអ្នកឲ្យបានស្អាតអ្នកអាចឃើញធម្មជាតិបានច្បាស់ជាងមុនអ្នកស្គាល់មនុស្សច្បាស់ជាងមុនអ្នកមានបទពិសោធន៍ច្រើនជាងមុនជីវិតតែមានបញ្ហាអីចឹងឯងជៀសមិនរួចទេប្រឹងដោះទៅដោះហើយធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកគិតច្រើនបើគិតច្រើនហើយនាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើនកាត់វាខ្លីៗខ្លះទៅធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាពគ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់ប៉ុណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្ការទុកចុះធ្វើអ្វី
ដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិតគឺចឹងឯងបើដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងសំពីសំពងច្រើនពេកជីវិតមិនសូវមានរស្មីទេបើបុគ្គលនឹងធ្លាប់ទទួលរងការគំរាមកំហែងធ្វើបាបវាយទាត់ធាក់ឬក៏ធ្វើបាបផ្លូវចិត្តឬក៏អ្នកនឹងធ្លាប់ឆ្លងកាត់របបឃោឃៅកាប់សម្លាប់ឬក៏ជួបគ្រោះថ្នាក់ណាគួរឲ្យរន្ធត់បាត់បង់មនុស្សជាទីស្រឡាញ់អញ្ចឹងអារម្មណ៍នឹងវាធំក្នុងធម៌លោកហៅអតិមហន្តារម្មណ៍នឹងវាធ្វើឲ្យយើងចងចាំក្នុងចិត្តបានយូរហើយវាងាយនឹងប៉ះពាល់ផ្លូវចិត្តទៅថ្ងៃក្រោយទៀតមានរឿងមានហេតុអីតិចតួចសំឡេងខ្លាំងអីតិចតួចធ្វើឲ្យអ្នកនឹងឆាប់តក់ស្លុតឬក៏អ្នកនឹងជួយចិត្តគិតច្រើនព្រួយច្រើនបារម្ភច្រើនរឿងដែលមិនទាន់មកដល់នឹងចេះតែភ័យព្រួយបារម្ភឬក៏ជួយចិត្តដេកដៅកាហាយស្ដាយក្រោយរឿងដែលហួសទៅហើយក៏វាធ្វើឲ្យចិត្តនឹងក្រៀមហើយងាយនឹងធ្លាក់ចូលទៅក្នុងភាពភ័យខ្លាចហ្នឹងអញ្ចឹងវាតតែយើងមានសតិមានស្មារតីហ្នឹងជាប្រចាំនៅក្នុងខ្លួនយើងកុំឲ្យសូវវាកុំសូវឲ្យវាដើរលេងទៅអតីតកាលឬក៏ទៅអនាគតច្រើនពេកដេកដើរឈរអង្គុយនិយាយស្ដីស្លៀកពាក់ហ្នឹងឲ្យស្មារតីនៅខ្លួនហ្នឹងកុំឲ្យមានតែខ្លួនណាឲ្យព្រលឹងចេញទៅបាត់ហ្នឹងខ្មែរយើងឃើញអ្នកភាំងហ្នឹងដូចថាព្រលឹងអត់សូវនៅខ្លួនណាអញ្ចឹងវាតតែទាញស្មារតីទាញចិត្តហ្នឹងមកនៅនឹងសកម្មភាពដែលយើងធ្វើជាប្រចាំហ្នឹងហើយបើចិត្តហ្នឹងវានឹកដល់រឿងអតីតកាលកន្លងហួសទៅហើយអញ្ចឹងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តគិតទេវាកើតហើយវារលត់ទៅវិញរឿងហ្នឹងវាផុតបាត់ទៅហើយអញ្ចឹងបើវាព្រួយរឿងដែលមិនទាន់មកដល់ស្មារតីហ្នឹងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តភ័យដែរបារម្ភដែរវាកើតហើយវារលត់ទៅវិញរឿងហ្នឹងមិនទាន់មកដល់ទេចាំពេលជួបវាចាំយើងដោះស្រាយវាហើយចិត្តហ្នឹងមកបំពេញការងារក្នុងពេលបច្ចុប្បន្នហ្នឹងរឿយដំបូងឡើយយើងអត់ឈ្នះវាទេចិត្តហ្នឹងវានៅតែគិតព្រួយគិតស្ដាយវល់ចឹងហើយប៉ុន្តែវាភ័យវាព្រួយវាស្ដាយក៏វាតាមបាតុភូតរបស់ចិត្តចឹងទៅប៉ុន្តែយើងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្ត
ភ័យទេវាកើតហើយវារលត់ទៅវិញហើយកុំដេកព្រួយជាមួយអាចិត្តភ័យហ្នឹងតាព្រួយមួយវាមួម៉ៅមួយវារត់តែបានចិត្តតែអញ្ចឹងហៅវាត្រឡប់មកវិញឲ្យវាមិននៅនឹងបច្ចុប្បន្នបំពេញការងារណាដែលយើងត្រូវធ្វើហើយប្រាប់ខ្លួនឯងថាឥឡូវរឿងអតីតកាលហ្នឹងហួសហើយធ្វើម៉េចក៏កែមកើតដែរយកវាជាមេរៀនហើយនឹងរឿងអនាគតកាលចាំដល់ពេលចាំជួបចាំដោះស្រាយយើងរៀបចំនៅតែរៀបចំហ្នឹងប៉ុន្តែរឿងអនាគតយើងមិនអាចទស្សទាយបាន 100%ទេអញ្ចឹងបើប្រឹងឲ្យអស់ពីចិត្តពីខ្លាំងថ្ងៃហ្នឹងឲ្យហើយបើថ្ងៃស្អែកជួបរឿងអីដោះស្រាយរឿងហ្នឹងមិនមែនថាមិនឲ្យប្រុងប្រៀបវាប្រុងប្រៀបប៉ុន្តែក៏មិនឲ្យលក់ខ្លួនទៅឲ្យអនាគតកាលដេកភ័យដេកព្រួយរហូតដែរបើចិត្តវាភ័យកើតឡើងកំណត់ដឹងថាអូនេះចិត្តភ័យមកវាមកបន្លាចអញ្ចឹងវាគ្រាន់តែជាចិត្តទេកើតហើយរលត់ទៅវិញប៉ុណ្ណាអញ្ចឹងយើងអត់ខ្លាយទៅជាជនរងគ្រោះរបស់ចិត្តភ័យនឹងយើងខ្លាយទៅជាប៉ូលីសតាមមើលចិត្តភ័យនឹងវិញវានៅតែមកហ្នឹងយើងមិនអាចយកឈ្នះវាភ្លាមបានទេវាត្រូវការពេលវេលាអប់រំកាយវិចារចិត្តញ៉ាំគេងឲ្យបានត្រឹមត្រូវសម្រានឲ្យបានស្រួលបួលព្រោះពេលវេលាសម្រានហ្នឹងក៏មានឥទ្ធិពលខ្លាំងមកលើផ្លូវចិត្តរបស់យើងដែរហើយនឹងសារដកដង្ហើមធ្វើសមាធិស្ដាប់ធម៌ហាត់ប្រាណហើយនឹងចូលទៅក្នុងព្រៃធម្មជាតិទៅកុំឲ្យនៅស្មុកអាហ្នឹងវាស្រឡាញ់មនុស្សណាដែលចូលស្មុកហ្នឹងវាចូលចិត្តមនុស្សហ្នឹងអញ្ចឹងមានឱកាសប្រស្រ័យតាក់ទងជាមួយមនុស្សដែលជាកល្យាណមិត្តក៏អាចជួយយើងហើយបើពិបាកខ្លាំងត្រូវទៅជួបពេទ្យដើម្បីជួយមានថ្នាំអីចឹងយើងរក្សាសុខភាពផ្លូវកាយផងផ្លូវចិត្តផងហើយរៀនមិនជាជនរងគ្រោះរបស់ចិត្តភ័យព្រួយហ្នឹងឯងអាហ្នឹងយើងអាចធូរស្រាលតិចដងរឹងមាំជីវិតមនុស្សម្នាក់មានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មានអ្នកណាក៏មានរឿងដែរអ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចាប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាកុំកើតទុកពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជួបពេកអីហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅកុំមួម៉ៅក្តៅក្រហាយអីយើងគ្មានសមត្ថភាពទូលផែនដីម្នាក់ឯងបានទេត្រូវចេះរៀនសម្រាលទុកចេញពីខ្លួនឯងខ្លះទៅកុំបណ្ដែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើង
ក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីកុំកំណាញ់ស្នាមញញឹមកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អគ្មានអស់ប្រាក់ទេតែបានបុណ្យត្រឡប់មកវិញគឺបុណ្យមុទិតាប្រែថាចេះរីករាយចំពោះសេចក្តីសុខរបស់អ្នកដទៃអ្នកទទួលបានមិត្តភាពល្អផងហើយឈ្មោះតែបានចូលរួមបណ្ដុះសេចក្តីល្អបន្ថែមផងព្រោះគេមានកម្លាំងចិត្តនឹងធ្វើល្អបន្ថែមទៀតរៀនត្រេកអរនឹងគេទៅសំពាយបុណ្យគេមានគេប្រឹងប្រែងទើបគេបានផលល្អកុំចរណែនគេអីមិនបានអីមកយើងទេបានតែក្តៅក្រហាយឥតប្រយោជន៍រៀនផ្ដល់សេចក្តីសុខដល់អ្នកដទៃដោយសន្តានចិត្តល្អបរិសុទ្ធរៀនជួយគេដោយចិត្តករុណាអ្នកមានចិត្តបុណ្យច្រើនសប្បាយចិត្តក៏ច្រើនមនុស្សក៏ចូលចិត្តទេវតាក៏តាមថែរក្សារៀនកាត់ចិត្តរឿងណាកន្លងផុតទៅហើយឲ្យវាផុតទៅចុះកុំស្ដាយអីស្ដាយទៅក៏គ្មានបានផលអីមកវិញដែរបើរឿងអាចកែខៃបានប្រឹងដោះស្រាយទៅតែបើកែខៃមិនកើតទេចាត់ទុកថាវាជាផលបាបរបស់អ្នកទៅចុះអ្នកអាចយកវាជាបទពិសោធន៍ជីវិតបានតែកុំស្ពាយសំពីសំពងពេកធ្ងន់ពេកទៅមុខមិនឆ្ងាយទេចាប់ដើមគិតរឿងថ្មីរឿងបច្ចុប្បន្នរឿងដែលត្រូវធ្វើបន្តទីបំផុតនៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតបើអ្នកព្រមបញ្ចប់វាតែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់មានន័យថាអ្នកអនុញ្ញាតឲ្យទុកពីអតីតបង្កើតកូនចៅមករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀតអ្នកនៅតែជាជនរងគ្រោះរបស់អតីតកាលដដែលខ្មោចងាប់ហើយត្រូវយកទៅកប់
ុំទុកនៅលើផ្ទះយូរពេកពេលកប់ហើយកុំគាស់មហិតអីក្លិនមិនល្អទេបើដើរត្រូវសម្លឹងទៅមុខកុំបែរក្រោយយូរពេកប្រយ័ត្នមានគ្រោះថ្នាក់បើអ្នកប្រឹងប្រែងថែរក្សាវាហើយតែវានៅតែមិនគង់វង្សមានន័យថារបស់នោះមិនមែនជារបស់អ្នកទេរៀនអនុញ្ញាតឲ្យអតីតកាលកន្លងហួសអ្នកទៅហើយរៀនអត់ឱនឲ្យខ្លួនឯងផងប្រឹងប្រែងតស៊ូពីថ្ងៃនេះតទៅរៀនដោះលែងខ្លួនអ្នកពីអតីតកាលជីវិតអ្នកនឹងបានប្រសើរព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញមនុស្សចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនវិបត្តិផ្លូវចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើន
តាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចុះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយ កុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាល
ហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយៗថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយៗហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុក្ខបដ ாய் យូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងង់ទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្តកុំភ័យពេកអីភ័យពេកទៅបានតែកើតទុក្ខគ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផងខូចចិត្តផងហើយបាបទៀត
កុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកកុំរវើរវាយច្រើនពេកគិតមួយណាឲ្យប្រកបជាមួយនឹងទើបមិនសូវស្មុគស្មាញពេលម៉ែឪស្លាប់មិនមែនទាល់តែយំទើបឈ្មោះថាស្រឡាញ់ម៉ែឪទេបើចង់សុខកុំចង់ឲ្យអ្វីបានដូចចិត្តអ្នកគ្រប់រឿងឡើយរៀនព្រមខ្លះទៅទំនិញអាចរកទិញបានតែពេលវេលាទិញមិនបានទេរៀនប្រើវាឲ្យបានប្រយោជន៍ច្រើនសន្សំទ្រព្យផងសន្សំធម៌ផងទើបជីវិតបានសុខច្រើនកុំប្រៀបធៀបជាមួយគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេកុំចង់តែបានពីគេពេករៀនឲ្យខ្លះផងគេមិនចូលចិត្តមនុស្សកំណាញ់ទេអ្នកមិនអាចធ្វើផែនដីឲ្យរាបស្មើដូចកន្ទេលទេអ្នកមិនអាចឲ្យគេគិតដូចអ្នកគ្រប់រឿងទេកុំត្រចៀកសកុំលួតតាមគេចាក់ចាំច្បាស់សិនសឹមស្ដីថាទើបមិនសូវមានកំហុសសង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែររៀនព្រមទើបមិនសូវកើតទុក្ខអ្វីមិនទៀងទេកុំប្រកាន់មាំពេកប្រយ័ត្នមានទុក្ខខ្លាំងឡានថ្លៃតែចរិតមិនថ្លៃនៅមិនទាន់ជាមនុស្សថ្លៃថ្នូរទេយកឈ្នះកំហឹងក្នុងចិត្តអ្នកប្រសើរជាងឈ្នះគេដោយកំហឹងរៀនសប្បាយចិត្តនឹងអ្វីដែលអ្នកមានអ្នកនឹងមិនសូវកើតទុក្ខពេកទេជីវិតតែមានបញ្ហាគ្មានអ្នកណាជៀសផុតទេធ្វើទានជួយសង្គ្រោះអ្នកដទៃបានបុណ្យផងបានការស្រឡាញ់រាប់អានផងដាំពូជជាអ្នកមានទ្រព្យសម្បត្តិច្រើនផងទម្លាប់ចិត្តឲ្យគិតរឿងល្អរឿងត្រូវជីវិតមិនសូវមានទុក្ខទេផ្ទះជាជំរកកាយគុណធម៌ទាំងឡាយជាជំរកចិត្តគ្មានអ្នកណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយគុណធម៌នាំមកនៅភាពត្រជាក់ត្រជុំសម្រាប់ខ្លួនអ្នកនិងអ្នកជុំវិញខ្លួនកុំមួម៉ៅនឹងរឿងដែលអ្នកធ្វើមិនកើតអីប្រឹងធ្វើរឿងណាដែលអ្នកអាចធ្វើបាន
រោគទ្រព្យរោគវិជ្ជាកុំភ្លេចរោគមេរៀនអប់រំចិត្តផងទើបរស់នៅបានសុខកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះទៅទើបធ្វើការជាមួយគ្នាបានយូរកុំទម្លាប់បន្តបង្អាប់គេហើយលើកសរសើរខ្លួនឯងគេមិនចូលចិត្តទេរាប់អានមិត្តភក្តិត្រូវតែហ៊ានលះបង់ខ្លះទើបរាប់អានបានយូរសម្រាប់កំហឹងចោលទើបរស់នៅបានសុខបើខ្ចីហើយសងសឹមឲ្យខ្ចីបើខ្ចីមិនសងទេកុំឲ្យខ្ចីអីមានសទ្ធាប៉ុន្មានឲ្យប៉ុណ្ណឹងទៅពេលគេធ្វើត្រូវចេះសរសើរខ្លះផងកុំប៉ិនតែខាងបន្ទោសពេកទំនុកបំរុងឪពុកម្ដាយអ្នកឲ្យអស់ពីចិត្តទៅកុំចាំពេលគាត់ស្លាប់បានយំមិនប្រសើរទេចេះទទួលខុសខ្លះផងកុំប៉ិនតែខាងចង្អុលមុខគេពេកគេមិនចង់ធ្វើការជាមួយទេវាសនាមនុស្សមិនដូចគ្នាទេគេមិនដូចយើងយើងមិនដូចគេកុំប្រៀបធៀបគ្នាអីទម្លាប់អានស្ដាប់មេរៀនអប់រំចិត្តឲ្យបានច្រើនទើបជីវិតបានសុខភ្លាត់ជើងគ្រាន់ជាងភ្លាត់មាត់ត្រូវប្រយ័ត្នប្រយែងពេលនិយាយស្ដីស្ដាប់ឲ្យបានច្រើនជាងនិយាយអ្នកនឹងបានចម្រើនដោយចំណេះដឹងបើអ្នកអាចគ្រប់គ្រងខ្លួនឯងបានមិនយូរទេអ្នកនឹងអាចគ្រប់គ្រងគេបានមិនខានរូបស្អាតតែកិរិយាមារយាទមិនល្អមានអីប្រសើរទៅសន្សំភ្លើងបានក្តៅសន្សំខឹងបានទុក្ខសន្សំធម៌បានត្រជាក់ចិត្តស្រឡាញ់រាប់អានមនុស្សគ្រប់គ្នាតែមិនអាចទុកចិត្តគ្រប់គ្នាបានទេអ្វីសុទ្ធតែមានការចាប់ផ្ដើមត្រូវតែហ៊ានសាកបើខុសចាំគិតទៀតបើមិនចង់ឲ្យគេនិយាយដើមអ្នកទេអ្នកកុំចូលចិត្តនិយាយដើមគេពេកនិយាយរឿងអាក្រក់ច្រើនមានន័យថាចិត្តអ្នកសម្បូរធាតុអាក្រក់សង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែរសង្ឃឹមចុះតែបើបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅបើខុសកុំពីបជ្រាយដាក់គេអីតែត្រូវយកជាមេរៀនសម្រាប់ខ្លួនអ្នកបើអ្នកចង់ចាប់កំហុសគេអ្នកនឹងរកបានដោយងាយតែវាមិនមែនជាកិច្ចការចាំបាច់របស់អ្នកទេ
មនុស្សមានអំណត់ជាមនុស្សមានអំណាចមិនសូវមានកំហុសហើយអាចដឹកនាំគេបានទៀតប្រាជ្ញាជាភ្នែកការតស៊ូជាជើងដើរមានទាំងពីរទើបបានសម្រេចឋានៈតូចតាចគ្មានអីគួរឲ្យខ្មាស់ទេអ្វីដែលគួរឲ្យខ្មាស់អៀនគឺមានឋានៈតែខ្វះសមត្ថភាពធ្វើជាគំរូល្អប្រសើរជាងនិយាយប្រដៅទៅទៀតឈ្នះធាតុអាក្រក់ក្នុងចិត្តអ្នកនឹងបានសុខច្រើនបើគ្រប់គ្រងគេត្រូវមានទាំងអំណាចដេជះមានទាំងគុណធម៌បើខឹងរឿងតូចទៅជារឿងធំមានទ្រព្យតែចិត្តមួម៉ៅច្រើនក៏មិនសូវបានសុខដែរខឹងគេធ្វើបាបខ្លួនឯងកំហឹងដុតខ្លួនអ្នកឲ្យក្តៅក្រហាយមានអ្នករឹងត្អឹងបិទទ្វារការរីកចម្រើនកុំបណ្ដោយឲ្យអកុសលដឹកនាំជីវិតអ្នកឡើយក្តៅកាយទៅរកទឹកក្តៅចិត្តទៅរកធម៌អន់ចិត្តខឹងចរណែនស្ដាយភ័យជាមេរោគបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកកុំបង្កើតរឿងដែលមិនទាន់កើតឡើងហើយដេកកើតទុកឡើយបើចេះព្រមតាមសមត្ថភាពដែលអ្នករកបានជីវិតមិនសូវលំបាកទេតាមដានចិត្តអ្នកជានិច្ចកុំបណ្ដោយឲ្យវាគិតរឿងអត់ប្រយោជន៍ច្រើនពេកមនុស្សទន់ខ្សោយចាញ់ពាក្យបញ្ជោគ្រប់គ្នាសុទ្ធតែចង់បានសុខកុំធ្វើអាក្រក់ដាក់គ្នាអីកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុក្ខក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននិងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រេចចិត្តពេលខឹងច្រើនតែខុស
កុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រមមិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានបើពូកែច្រណែននឹងទីគ្នាការងារមិនចម្រើនទេបើគេខឹងអ្នកហើយអ្នកខឹងគេវិញឧបមាដូចបាចលាមកដាក់គ្នារកទ្រព្យនិងរៀនធម៌ត្រូវទៅព្រមគ្នាទើបជីវិតមិនសូវក្តៅក្រហាយធ្វើតែអត់និយាយប្រសើរជាងនិយាយតែអត់ធ្វើនឹកដល់សេចក្តីស្លាប់មិនមែនជារឿងអពមង្គលទេតែគឺជាការដាស់តឿនខ្លួនឯងកុំឲ្យមានសេចក្តីប្រមាទអ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានះពេក
កុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណាសម្បូរសត្រូវអាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចក្លាយជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេក
ការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវ មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបាន
រឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនរស់ចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកមាត់គេត្រជាយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចទប់មាត់គេបានទេតែអ្នកអាចទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទិដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេ
កុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងតែចិត្តកំពុងខឹងហើយមិនថយលបឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអរកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវឲ្យយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេកពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុក្ខពេកអី
មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែងមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខបរាជ័យជាផ្នែកមួយនៃជីវិតគ្មានអ្នកណាជិះរួចទេបើអ្នកចេះគិតគឺយកភាពបរាជ័យជាគ្រូបង្រៀនអ្នកឲ្យរឹងមាំជាងមុនតែបើមិនចេះគិតទេបរាជ័យនឹងក្លាយជាព្រាយបិសាចតាមលងបន្លាចអ្នកមិនឲ្យធ្វើដំណើរទៅមុខទៀតបានឡើយពេលរៀនជិះកង់ដំបូងអ្នកណាក៏ដួលដែរតែក្មេងមិនចុះញ័មមិនអស់សង្ឃឹមទេវាប្រឹងរហូតវាបានជោគជ័យអ្នកប្រហែលជាត្រូវធ្វើចរិតដូចក្មេងក្នុងរឿងបរាជ័យក្នុងជីវិតហើយមើលទៅបើដួលក៏ដួលចុះតែត្រូវងើបឡើងវិញរួចប្រឹងទៀតប្រឹងរហូតរកផ្លូវដោះស្រាយបានសេចក្តីសង្ឃឹមនិងការតស៊ូជាស្ពានចម្លងអ្នកទៅរកភាពជោគជ័យតែមានរឿងខ្លះដែលហួសពីសមត្ថភាពអ្នកអាចដោះស្រាយបានដូច្នេះវិធីមួយដែលអាចជួយអ្នកបានគឺព្រមទទួលស្គាល់ការពិតព្រមថាអ្នកប្រឹងអស់ពីសមត្ថភាពហើយឲ្យវាទៅតាមកម្មវាចុះអ្នកមិនអាចទូលផែនដីម្នាក់ឯងបានឡើយកុំទម្លាប់បន្ទោសអ្នកដទៃហើយកុំទម្លាប់បន្ទោសខ្លួនឯងអីអ្វីមិនចេះតែបានតាមចិត្តរហូតទេជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីជួបរឿងអីដោះរឿងនឹងទៅបើដោះបានក៏ទទួលទៅបើដោះមិនបានក៏ត្រូវតែហ៊ានទទួលហើយប្រឹងបន្តទៅទៀតផែនដីបើអ្នកបោះកម្រងផ្កាលើផែនដីមិនរំភើបញាប់ញ័រអ្វីឡើយហើយបើអ្នកបន្ទោបង់លាមកលើផែនដីក៏ផែនដីមិនខឹងក្រោធអ្វីនឹងអ្នកដែរយើងប្រហែលជាត្រូវរៀនធ្វើចិត្តដូចផែនដីហើយមើលទៅទើបមិនសូវមានទុក្ខពេលជួបរឿងល្អក៏ទទួលទៅតែមិនមិនអួតពេកទេហើយបើជួបរឿងមិនល្អក៏មិនទុំម្នាស់ទុំម្នេញអីពេកដែរមានបញ្ញាយល់ថាជីវិតតែងមានរឿងល្អខ្លះអាក្រក់ខ្លះជារឿងធម្មតាគ្មាននរណាជៀសរួចទេហើយមនុស្សម្នាក់ជួបរឿងមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេសម្ពាធកម្មម្នាក់មិនដូចគ្នាទេបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយបើដោះបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅ
បួម៉ៅពេកទៅក៏ដោះអីមិនកើតដដែលបានតែកើតទុកថែមប៉ុណ្ណោះក្នុងលោកនេះមានស្ដាំមានឆ្វេងមានយប់មានថ្ងៃមានសុខមានទុក្ខមានខាតមានចំណេញមានជួបមានព្រាត់ជារឿងធម្មតាបើអ្នកហ៊ានទទួលមួយអ្នកត្រូវតែត្រៀមចិត្តទទួលមួយទៀតទើបមិនសូវមានទុក្ខផែនដីមិនរាបស្មើបើអ្នកចង់ឲ្យផែនដីទាំងមូលរាបស្មើដូចបាតដៃវាពិតជាមិនអាចទៅរួចទេហើយអ្នកបានតែខ្វល់ខ្វាយចិត្តឥតប្រយោជន៍យ៉ាងណាមិញអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាយល់ដូចអ្នកគិតដូចអ្នកបានគ្រប់រឿងបានទេហើយបើអ្នកចង់កាន់តែខ្លាំងអ្នកកើតទុក្ខក៏ខ្លាំងដែរបើអ្នកគិតថាល្អគិតថាត្រូវអ្នកអាចប្រើបញ្ញាញាណរបស់អ្នកដើម្បីពន្យល់ណែនាំគេឲ្យអស់ពីសមត្ថភាពរបស់អ្នករួចហើយភារកិច្ចរបស់អ្នកត្រូវបានបញ្ចប់បើគេធ្វើតាមជារឿងល្អតែបើគេមិនកែទេជារឿងរបស់គេកម្មអ្នកណាអ្នកនឹងទទួលទៅហើយបើអ្នកមួម៉ៅគេនៅតែមិនកែហើយអ្នកក៏កើតទុក្ខរៀនធ្វើចិត្តឧបេក្ខាហ៊ានទទួលរឿងទាំងឡាយទោះរឿងត្រូវចិត្តក្តីមិនត្រូវចិត្តក្តីកុំបំផ្លាញសេចក្តីសុខរបស់អ្នកដោយសារគេមិនធ្វើតាមអ្នកឡើយខ្លាចបាត់ស្រមោលបើក្មេងយំព្រោះខ្លាចបាត់ស្រមោលគេហៅថាក្មេងល្ងង់ហើយបើយើងយំព្រោះខ្លាចព្រាត់ឬយំពេលព្រាត់ប្រាសក៏គេហៅថាជាមនុស្សល្ងង់ដែរព្រោះគ្មានការជួបណាដែលមិនព្រាត់នោះទេអ្នកអាចទៅមុនកូនឬកូនទៅមុនអ្នកឬគេទៅចោលអ្នកក៏ថាបានមើលមិនឃើញទេហើយខាត់មិនបានឡើយទោះបីអ្នកយំទឹកភ្នែកคล้ายជាទឹកទន្លេក៏ដោយក៏នៅតែព្រាត់ថ្ងៃណាមួយមិនខានមិនមែនមិនឲ្យស្រឡាញ់មិនឲ្យថែរក្សាទេប្រឹងប្រែងរក្សាគ្នាដោយទឹកចិត្តមេត្តាចុះតែកុំភ្លេចថាអ្វីមិនទៀងទាត់ទេអាចប្រែប្រួលទៅវិញពេលណាក៏បានបើអ្នកហ៊ានជួបអ្នកក៏ត្រូវតែហ៊ានព្រាត់ដែរត្រូវត្រៀមស្មារតីរៀនទទួលយកទាំងពីរទាំងជួបទាំងព្រាត់ដែលអាចកើតឡើងពេលណាមួយក៏បានហើយរៀនកាត់បន្ថយការប្រកាន់ហួងហែងខ្លាំងរៀនទទួលស្គាល់ការពិតបើមិនបានត្រៀមខ្លួនទេពេលព្រាត់ទៅអ្នកនឹងរងទុក្ខខ្លាំងមិនខានអ្នកមិនអាចឈរហាលថ្ងៃដើម្បីឃើញស្រមោលរហូតបានទេអ្នកមិនអាចជួបរហូតបានទេច្រណែន
ចិត្តនៅល្ងងច្រើនចុះចិត្តដើរច្រណែនគេខ្លាចគេល្អជាងខ្លួនជាមនុស្សចិត្តចង្អៀតជាមនុស្សសន្សំទុកដាក់ខ្លួនអ្នកខ្លះមិនត្រឹមតែច្រណែនទេថែមទាំងដើរនិយាយដើមនិយាយអាក្រក់ពីអ្នកដទៃទៀតផងបាបជន់លើបាបរឿងច្រណែនគេផងបាបរឿងនិយាយដើមគេផងដៅកាហាយចិត្តខ្លួនឯងផងហើយបើគេដឹងគេស្អប់យើងទៀតតាមពិតទៅគេមានបុណ្យគេប្រឹងទើបគេបានសម្រេចជោគជ័យទម្លាប់រីករាយនឹងភាពជោគជ័យរបស់គេទៅសប្បាយចិត្តអបអរសាទរពេលឃើញគេបានចម្រុងចម្រើនគេក៏សប្បាយអ្នកក៏រីករាយអ្នកបានបុណ្យផងបានមិត្តភាពផងតែបើគេបានដោយទុច្ចរិតយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវច្រណែនគេដែរតែយើងគួរឲ្យអាណិតគួរឲ្យសង្វេគថាគេបានសាងបាបកម្មច្រើនថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិន